ថៃទល់ច្រករកលេសប្រកែកលែងបានសូម្បីផែនទីថៃខ្លួនឯងក៏បង្ហាញថាប្រាសាទតាមាន់ធំនិងប្រាសាទខ្នាស្ថិតក្នុងទឹកដីខ្មែរផែនទីមិនអាចគូសឡើងវិញដោយកម្លាំងអាវុធហើយការកាន់កាប់ដោយយោធាមិនមែនជាការកំណត់ព្រំដែនឡើយនេះជាសារដ៏មើងម៉ាត់របស់រដ្ឋមន្ត្រីក្រសួងពលរដ្ឋអាយដាមនេតភត្រាចំពោះស្ថានភាពនៅតំបន់ប្រាសាទខ្នានិងប្រាសាទតាមាន់ធំដែលយោធាថៃបានប្រើប្រាស់កម្លាំងធ្វើសកម្មភាពកាន់កាប់ដោយខុសច្បាប់អាយដាមនេតភត្រាបានទម្លាយនៅផុសតាំងយ៉ាងគួរឲ្យចាប់អារម្មណ៍ថាការពិតផ្នែកភូមិសាស្ត្រប្រវត្តិសាស្ត្រនិងឯកសារផែនទីមិនអាចត្រូវបានបំភ្លេចដោយការអះអាងជាឯកតោភាគីណាមួយឡើយកុំថាឡើយតែផែនទីមាត្រដ្ឋាន1លើ200,000សូម្បីតែផែនទីមាត្រដ្ឋាន1លើ50,000ដែលថៃរៀបចំដោយឯកតោភាគីក៏បង្ហាញថាប្រាសាទខ្នានិងប្រាសាទតាមាន់ធំស្ថិតនៅខាងទឹកដីកម្ពុជាដែរហេតុដូច្នេះការប្រើប្រាស់កម្លាំងប្រដាប់អាវុធដើម្បីជួកាន់កាប់ទីតាំងទាំងនេះមិនអាចបង្កើតសិទ្ធិអធិបតេយ្យភាពឬផ្លាស់ប្ដូរខ្សែបន្ទាត់ព្រំដែនអន្តរជាតិបានឡើយកម្ពុជាមិនទទួលស្គាល់ដាច់ខាតនៅព្រំដែនដែលកើតចេញពីការប្រើប្រាស់កម្លាំងបន្ថែមពីនោះលោកបានសង្កត់ធ្ងន់ថាជំហររបស់កម្ពុជានៅតែផ្ដោតទៅលើការដោះស្រាយបញ្ហាតាមច្បាប់អន្តរជាតិមធ្យោបាយសន្តិវិធីនិងយន្តការព្រំដែនដែលភាគីទាំងពីរបានព្រមព្រៀងគ្នា